Tip សម្រាប់អ្នកធ្វើការហោះហើរលើកដំបូងគួរតែបានដឹងគ្រប់គ្នាវីដេអូនេះធ្វើឡើងសម្រាប់អ្នកដែលគាត់ចង់ហោះហើរហើយចង់ដឹងពីរបៀបថាហោះហើរតើត្រូវមានប្រមាណ step អញ្ចឹងណាចាឲ្យខ្ញុំធ្វើការហោះហើរពេលយប់គឺទៅប្រទេសចិនអ្នកទាំងអស់គ្នាហើយខ្ញុំទៅជើងយប់អញ្ចឹងគឺអត់សូវស្ទះទេប៉ុន្តែអ្នកទាំងអស់គ្នាត្រូវទៅដល់ពលានយន្តហោះមុនយ៉ាងតិចក៏2 ទៅ 3 ម៉ោងជាពិសេសសម្រាប់អ្នកដែលអត់ដែរហោះហើរអាចទៅមុនយ៉ាងតិចក៏3 ម៉ោងណាឥឡូវគឺខ្ញុំដើរចូលពលានយន្តហោះហើយបន្ទាប់មកអ្នកទាំងអស់គ្នាត្រូវទៅមើលកន្លែងវាយបតថាតើជើងហោះហើរយើងធម្មតាពេលយើងកក់សម្ពុតយន្តហោះយើងដឹងហើយថាជើងហោះហើរយើងជើងហោះហើរអីគេអញ្ចឹងណាហើយយើងទៅមើលជើងហោះហើរយើងថាតើយើងបើកឲ្យទទួលយកសម្ពុតយន្តហោះនៅម៉ោងប៉ុន្មានអញ្ចឹងគឺយើងដើរទៅមើលអញ្ចឹងណាអ្នកទាំងអស់គ្នាពេលមកដល់អ្នកទាំងអស់គ្នារួមមើលជើងហោះហើរផងអ្នកទាំងអស់គ្នាទៅមើលលេខដូចខ្ញុំ CZ324 គឺទៅក្រងចៅនៅពេលដែល counter គេបើកហើយយើងអាចទៅយកសម្ពុតយន្តហោះរបស់យើងបានគឺគេនឹងដាក់បញ្ជាក់យើងថាតើយើងត្រូវយកនៅ K ម៉ាន D ម៉ានអញ្ចឹងគឺគេនឹងដាក់បញ្ជាក់នៅលើបតទេអ្នកទាំងអស់គ្នាអញ្ចឹងគឺគ្រាន់តែទៅយកសម្ពុតយន្តហោះរបស់អ្នកហើយធ្វើការ scan valleyបន្ទាប់ពីបានសម្ពុតយន្តហោះហើយបន្ទាប់មកអ្នកទាំងអស់គ្នាគឺត្រូវទៅយកលុយ$7ថ្លៃពន្ធសិនអ្នកទាំងអស់គ្នាសម្រាប់ជាជនខ្មែរយើងគឺនឹងបានលុយថ្លៃពន្ធទៅវិញហើយអញ្ចឹងគឺដើរទៅបើកនៅធនាគារកាណាឌីយ៉ាទៅបន្ទាប់ពីបានលុយថ្លៃពន្ធហើយគឺយើងមើលកន្លែងច្រកចេញដំណើរអន្តរជាតិហើយគឺយើងរកមើលមកហើយនេះគឺជាច្រកចេញដំណើរអន្តរជាតិបន្ទាប់មកទៀតគឺយើងត្រូវយកសម្ពុតយន្តហោះរបស់យើងនឹងទៅ scan បន្ទាប់ពី scan សម្ពុតយន្តហោះហើយគឺយើងត្រូវ scan ខ្លួនយើងថាខ្លួនយើងមានជាប់អីគេខ្លះហ្នឹងកន្លែងហ្នឹងគឺខ្ញុំថតបានទេប៉ុន្តែអ្នកនរគ្នាធ្វើតាមខ្ញុំទៅគឺអញ្ចឹងបន្ទាប់ពី scan ខ្លួនហើយគឺយើងដើរទៅរកកន្លែងវាយ passport ម្ដងអ្នកទាំងអស់គ្នានិយាយទៅគឺគេមានផ្លាករបស់គេយើងគ្រាន់តែដើរតាមផ្លាករបស់គេទៅរហូតទៅហើយនេះគឺដល់កន្លែងវាយ passport ណាពេលវាយ passport ហើយអ្នកនរគ្នាមើល gate ប៉ុណ្ណឹងអ្នកនរគ្នាធម្មតានៅក្នុងសម្ពុតយន្តហោះរបស់យើងគឺគេដាក់ gate តែយើងត្រូវហោះហើរជើងអីចឹងណាយើងមើលសម្ពុត passport របស់យើងទៅនេះគឺ A24 អញ្ចឹងគឺយើងរក gate របស់យើងហ្នឹងទៅឥឡូវគឺយើងដើររហូតដើម្បីទៅរក gate របស់យើងថាយើងត្រូវចាំឡើងជើងហោះហើរនៅកន្លែងណាអញ្ចឹងអ្នកនរគ្នាគឺយើងដើរតាមហ្នឹងទៅយើងរកឥឡូវយើងដល់ផ្លាក gate ទៀតគេដាក់ថាច្រកពី A ម៉ានដល់ A ម៉ានត្រូវបត់ស្ដាំច្រកណាទៅបត់ឆ្វេងអញ្ចឹងយើងមើលទៅតែយើងត្រូវបត់ស្ដាំបត់ឆ្វេងយើងមើលតាមក្រដាសយន្តហោះយើងទៅយើងចូល gate អីគេអញ្ចឹងគឺយើងដើរតាមហ្នឹងទៅអ្នកនរគ្នាឥឡូវយើងមកដល់ gate ខ្ញុំហើយអញ្ចឹងគឺគ្រាន់តែអង្គុយចាំហើយនោះគឺជាយន្តហោះដែលខ្ញុំត្រូវហោះហើរបន្ទាប់មកទៀតគឺយើងត្រូវឡើងយន្តហោះដើម្បីហោះហើរប៉ុណ្្នឹងឯងចង់ដឹងពីវិធីចុះពីយន្តហោះតែយើងត្រូវដើរទៅណាអាចតាមដានភាគ2របស់ខ្ញុំបានបាយបាយ